នេះកន្លែងចតឡានវាជាប្រេងប្រាំបានគឺជាកង់មួយខាងដែលវារៀបប្រេងហ្នឹងវារៀបប្រេងដោយសារវាអស់ស្បែកពេលដែលវាអស់ស្បែកទៅគឺកន្លែងកឡប្រាំងរបស់វាហ្នឹងគឺវារីកហាធំធ្វើឲ្យវារបូតហ្វឺតទៅវាជាប្រេងប្រាំងតាមហ្វឺតហ្នឹងហើយវាអស់ស្បែកវានៅស្ដើងបើយូរទៅស្បែកហ្នឹងវាល្បេះចេញពីប្រាំងហ្នឹងធ្វើឲ្យស្បែកដែលល្បេះហ្នឹងវាមកបុកនឹងកស៊ូកន្លែងកឡប្រាំងហ្នឹងធ្វើឲ្យធ្លាយកស៊ូកឡប្រាំងហ្នឹងអញ្ចឹងខាងនេះនៅល្អតែវាធ្លាយដល់ខាងនេះទេដោយសាររត់តែអត់បានអញ្ចឹងខ្ញុំបានកាត់កស៊ូពុកវៀតកង់យកមកដាក់ហើយចងលួសមកទៅគឺវាអាចការពារដីចូលបានអញ្ចឹងអាកស៊ូនេះគឺដើម្បីតែការពារដីទេហើយខ្ញុំបានរឹតទៅគឺវាអត់អីទេឃើញវាមានសើទៅមកអីធម្មតាហើយវាការពារដីហើយខ្ញុំបានទៅទិញស្បែកប្រាំងនៅផ្សារដេប៉ូមកទឹកទេថ្លៃដែរ$20ដើម្បីយកមកដូរចាក់របស់វាទៅហើយពេលខ្ញុំទៅទិញហ្នឹងខ្ញុំរកទិញកស៊ូកន្លែងកឡប្រាំងរបស់វាដែរតែគាត់ថាគាត់អត់មានលក់ទេបើទិញទាំងកឡវាហ្នឹងបាទអញ្ចឹងខ្ញុំទិញកឡហ្នឹងមកដែរទឹកដែរទេអានេះ$10អញ្ចឹងខ្ញុំអត់បានដូរទេដោយសារអាចាស់របស់វាអត់មានហៀអីទេខ្ញុំដាក់ចូលទៅវិញទៅខ្ញុំសាកមើលគឺវាអត់តន់ហៀចំណុចប្រើបានតែខ្ញុំដាក់ប្រើអាចារ្យសិនហើយយកចន់បហូម្នាក់ឯងតោះប្រាំងដាក់បហូពេលខ្លះហើយវាស៊ីហើយនេះដាក់ថ្មីខាងនេះចូលបហូអស់ខ្លះដែរឲ្យវាចូលខ្យល់ធ្វើម្នាក់ឯងរៀងពិបាកតិច